mà này tiếng này dương nâng riêng pre bản tu bóng đâu không có pi Luca chấm bung một hay muối nút trung cờ lê prenet tột tử khơi bộ niệm miên kê cầm bung đạn bạ đồng vai khăn đồng khléng trung có khơi sợi trai mềm mại còm mà nè đạn thoai tại pi slang cột rồi trung mi bản tu thả nhằm pram nero khni chiaประกอบthả sợi mềm mại tol còm ní bàn đạn đồng vai lơ chiên kê tiếng ọ bắt nè tiếng nú kê sắp tê vô pi rồi bỏ sầm nal khuôn mọc thoại tại ai sợi trai ní niềng bàn vô pi sực đây cầm sắt rồi bỏ khuôn mọc thoại vinh cứ niềng bàn thoại rồi bỏ tiếng phần mánដែលមានសម្រាប់នឹងចិញ្ចឹមជីវិតផងនៅថ្ងៃនេះយើងនឹងរៀនព្រះបន្ទូលព្រះអង្គនៅមេរៀនមួយដែលមានចំណងជើងថាតើយើងថ្វាយដូចម្ដេចឲ្យគប់ព្រះハរតីរបស់ព្រះយើងមានរបៀបថ្វាយជាច្រើនហើយយើងក៏បានថ្វាយជាច្រើនសម្រាប់ការងារបម្រើព្រះអង្គដែរប៉ុន្តែសំណួរដែលយើងត្រូវសួរថាតើថ្វាយដូចម្ដេចដើម្បីឲ្យគប់ព្រះハរតីរបស់ព្រះនៅថ្ងៃនេះយើងនឹងរៀនថាតើថ្វាយបែបណាឲ្យគប់បំណងព្រះハរតីរបស់ព្រះចំណុចទី1ថ្វាយដោយលះបង់បងប្អូនអើយបើបងប្អូនមើលនៅក្នុងគម្ពីរលូកាចំពុក21ពីខ1រហូតដល់ខ4ទៅបងប្អូននឹងឃើញមនុស្សជាច្រើនគេបានថ្វាយដង្វាយទៅព្រះជាម្ចាស់អ្នកមានក៏បានថ្វាយទៅព្រះជាម្ចាស់ពួកអាចារ្យផារស៊ីពួកសាដេស៊ីបណ្ឌិតច្បាប់ជនជាតិអ៊ីស្រាអែលបានថ្វាយទៅព្រះជាម្ចាស់ហើយគេថ្វាយច្រើនទៀតផងប៉ុន្តែនៅក្នុងគម្ពីរនេះបងត្រង់ទតឃើញស្ត្រីមេម៉ាយទល់ក្រម្នាក់ថ្វាយតែពីស្លឹងគុតបងមានបន្ទូលថាម៉េចបងមានបន្ទូលថាស្ត្រីមេម៉ាយទល់ក្រនេះថ្វាយលើសអ្នកណាទាំងអស់រឿងអីដែលស្ត្រីមេម៉ាយទល់ក្រថ្វាយតែពីស្លឹងគុតអ្នកដទៃទៀតថ្វាយរាប់រយរាប់ពាន់រាប់ម៉ឺនថ្វាយជាមាសថ្វាយជាប្រាក់បងថាស្ត្រីមេម៉ាយទល់ក្រនេះថ្វាយលើសអ្នកណាទាំងអស់ថ្វាយលើសអ្នកណាទាំងអស់តើថ្វាយដោយលះបង់មានន័យយ៉ាងណាយោងតាមព្រះបន្ទូលព្រះអង្គថ្វាយដោយលះបង់មានន័យថាថ្វាយដោយជំនឿថ្វាយដោយលះបង់មានន័យថាថ្វាយពីរបស់កំសត់របស់ខ្លួនស្ត្រីមេម៉ាយនេះបងប្អូនអើយថ្វាយចេញពីរបស់កំសត់របស់ផងខ្លួនរបស់ដែលគាត់មានតែប៉ុណ្ណឹងដើម្បីទិញម្ហូបអាហារផ្គត់ផ្គង់សម្រាប់ជីវភាពនៅថ្ងៃហ្នឹងគាត់ថ្វាយទាំងអស់ដល់ព្រះអង្គបានជាព្រះអង្គមានបន្ទូលថាស្ត្រីមេម៉ាយទល់ក្រនេះថ្វាយលើសជាងអ្នកណាទាំងអស់ដូច្នេះដើម្បីឲ្យយើងថ្វាយត្រូវហើយគប់អាហារតីព្រះអង្គចំណុចទី1ត្រូវថ្វាយដោយលះបង់ត្រូវថ្វាយដោយលះបង់កាលណាបងប្អូននិយាយពី hamburger នេះផ្សំដោយធាតុជាច្រើនមានបន្លែមាន cheese មានសាច់ជ្រូកមានប៉េងប៉ោះមាននំប៉័ងហើយមួយទៀតពងមាន់ពងទាដែលគេចៀនហើយគេដាក់ក្នុងនឹងដែរតំណប់នឹងដែរអ្វីដែលខ្ញុំចង់ឲ្យបងប្អូនដឹងអំពីការថ្វាយដោយលះបង់នឹងមានន័យយ៉ាងម៉េចបើនិយាយអំពី hamburger យើងប្រៀបធៀបអំពីសុទ្ធមាន់ហើយនឹងសាច់ជ្រូកចោះយើងធ្វើ hamburger មួយមាន់ត្រូវលះបង់សុទ្ធប៉ុន្តែជ្រូកត្រូវលះបង់ជីវិតដើម្បីឲ្យបានសាច់ជ្រូកមកដាក់ hamburger មិនមែនថាជាសាច់ផ្លូវបន្តិចយកមកធ្វើ hamburger កើតទេដូច្នេះមាន់លះបង់សុទ្ធប៉ុន្តែជ្រូកលះបង់ជីវិតមួយណាដែលលះបង់ជាងជ្រូកដែលលះបង់ជាងកន្លែងនឹងឯងដែលខ្ញុំចង់និយាយអំពីការថ្វាយដោយលះបង់រឿងស្ត្រីដែលមានចែងទុកនៅក្នុងគម្ពីរលូកាចំពុក21នេះនឹងឯងជាការដែលថ្វាយដែលព្រះអង្គទ្រង់សពព្រះハរតី
ថ្វាយដែលព្រះអង្គទ្រង់សពព្រះハរតីបងប្អូនអើយដែលខ្ញុំចែកចាយព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះខ្ញុំពុំមែនលើកទឹកចិត្តឲ្យបងប្អូនថ្វាយទៅព្រះអង្គទាំងអស់ពីរបស់ដែលបងប្អូនមាននោះទេខ្ញុំកំពុងតែចែកចាយព្រះបន្ទូលព្រះអង្គនេះខ្ញុំក៏មិនលើកទឹកចិត្តឲ្យបងប្អូនថ្វាយ1/10ទៅព្រះអង្គនោះដែរដែលខ្ញុំចែកចាយព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះខ្ញុំក៏មិនលើកទឹកចិត្តឲ្យបងប្អូនថ្វាយដង្វាយលើកចុះឡើងថ្វាយដង្វាយនៃសេចក្តីស្រឡាញ់ថ្វាយដង្វាយនៃសេចក្តីសន្យាទៅព្រះអង្គនោះទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាបើបងប្អូនចង់ថ្វាយឲ្យគប់បហារតីរបស់ផងព្រះត្រូវថ្វាយដោយលះបង់ត្រូវថ្វាយដោយលះបង់មនុស្សយើងតែងតែមើលអំពីបរិមាណដង្វាយដែលថ្វាយទៅព្រះអង្គយើងតែងតែមើលបរិមាណ10000ថ្វាយច្រើនជាង1000 1000ថ្វាយច្រើនជាង100 100ថ្វាយច្រើនជាង10យើងតែងតែប្រៀបធៀបបរិមាណអ្នកខ្លះថ្វាយច្រើនថ្វាយតិចបងប្អូនមើលបរិមាណមើលចំនួនប៉ុន្តែព្រះដែលយើងកំពុងជឿព្រះអង្គមិនសពហត្ថីលើបរិមាណទេព្រះអង្គទ្រង់សពហត្ថីលើគុណភាពរឿងពីខាងក្នុងក្មេងម្នាក់គិតជាអ្នកជឿព្រះអង្គម្ដាយគាត់ជឿព្រះអង្គថ្ងៃអាទិត្យមកដល់ម្ដាយឲ្យលុយគាត់2កាក់ដល់បាន2កាក់ធ្វើដំណើរមកព្រះវិហារបណ្ដើបោះលេងបណ្ដើឲ្យចុះក្មេងបណ្ដើបោះលេងបណ្ដើបោះឡើងបោះចុះធ្លាក់មួយកាក់ចូលទៅក្នុងលូទឹកស្អុយនៅពេលដែលធ្លាក់មួយកាក់ចូលទៅលូទឹកស្អុយព្រោះប្រាក់កាក់2ហ្នឹងម្ដាយប្រាប់ថាកូនមួយកាក់ថ្វាយទៅព្រះអង្គនៅសាលារៀនថ្ងៃអាទិត្យហើយមួយកាក់ទៀតទិញអាយស្គ្រីមញ៉ាំចុះបោះឡើងបោះចុះដើរមកព្រះវិហារជ្រុះអស់មួយកាក់ហ្នឹងរកមិនឃើញជួទៅក្នុងលូទឹកស្អុយលុតជង្គង់អធិដ្ឋានសុំទោសព្រះអង្គអើយទូបង្គំសុំទោសដែលទូបង្គំធ្វើធ្លាក់បាត់មួយកាក់ដែលទូបង្គំត្រូវថ្វាយដល់ព្រះអង្គហ្នឹងបើឡើយសុំមួយកាក់នេះទូបង្គំត្រូវទិញអាយស្គ្រីមព្រះអង្គសពហត្ថីចិត្តដែលយើងត្រូវថ្វាយទៅព្រះអង្គចំណុចទី2ធ្វើដើម្បីយើងថ្វាយគប់បហាតីព្រះទី2ថ្វាយដោយសទ្ធាពាក្យខ្មែរយើងសទ្ធាពាក្យនេះពីរោះស្ដាប់បើយើងមើលភាសាអង់គ្លេស give without expectation មានន័យថាថ្វាយដោយអត់រំពឹងថានឹងបានត្រឡប់មកវិញនៅក្នុងគម្ពីរកូរិនថូសខ្សែទី2ចំពុក9ខ6ខ្ញុំចង់និយាយដូចនេះគឺថាអ្នកណាដែលព្រោះដោយកំណាញ់នោះនឹងច្រូតបានតិចហើយអ្នកណាដែលព្រោះដោយសទ្ធានោះនឹងច្រូតបានច្រើនវិញអ្វីដែលបងប្អូនត្រូវធ្វើសម្រាប់ព្រះបន្ទូលព្រះអង្គសម្រាប់ថ្វាយទៅព្រះអង្គថ្វាយដោយសទ្ធាថ្វាយដោយមិនសង្ឃឹមថានឹងបានត្រឡប់មកវិញបងប្អូនអើយបងប្អូនមិនអាចថ្វាយទៅព្រះអង្គជារបៀបលេងល្បែងនោះទេល្បែងស៊ីសងនោះទេអ្នកខ្លះថ្វាយទៅព្រះអង្គជារបៀបលេងល្បែងស៊ីសងបងប្អូនមិនអាចថ្វាយទៅព្រះអង្គជារបៀបលេងល្បែងចឹងទេបងប្អូនខ្លះព្រះអង្គអើយទូបង្គំថ្វាយ1000ចាំមើលព្រះអង្គសង4000ឬអត់ចាំមើលព្រះអង្គប្រទានពរឲ្យ4000ឬអត់បងប្អូនមិនអាចថ្វាយទៅព្រះអង្គបែបហ្នឹងទេអ្នកខ្លះទៀតថ្វាយទៅព្រះអង្គជារបៀបលេងកតុយលេខបងប្អូនខ្លះចាក់ឆ្នោត1រៀលចង់បាន70អ្នកខ្លះដែលក្រដោយសារឆ្នោតកតុយលេខហ្នឹងដោយសារចង់តាមយកអាចំណេញ70ហ្នឹងបងប្អូនមិនអាចថ្វាយទៅព្រះអង្គជារបៀបលេងល្បែងស៊ីសងឬក៏លេងកតុយលេខនោះបានទេយើងត្រូវថ្វាយទៅព្រះអង្គដោយសទ្ធាត្រូវថ្វាយទៅព្រះអង្គដោយមិនរំពឹងថានឹងត្រឡប់បានមកវិញព្រះអង្គជ្រាបចង់បានចិត្តយ៉ាងដូចនេះជាការពិតបើបងប្អូនហ៊ានថ្វាយដោយសទ្ធាទៅព្រះអង្គប្រកាសជាប្រទានពរឲ្យអស់លោកបងប្អូនរហូតដល់គម្ពីរម៉ាឡាគីប្រាប់ថាពពកដែលព្រះអង្គនឹងប្រទានឲ្យទោះបីបងប្អូនមានជង្រុកមានផ្ទះដាក់ពពកនឹងក៏មិនគ្រប់គ្រាន់ផង
បងនឹងបើកទ្វារឋានសួគ៌បង្ហូរព្រះពរមកទាំងមេសម្រាប់បងប្អូនរស់នៅប៉ុន្តែឲ្យតែបងប្អូនថ្វាយដោយសទ្ធាថ្វាយដោយសទ្ធាជ្រះថ្លាថ្វាយដោយមិនរំពឹងថាព្រះអង្គនឹងប្រទានមកអ្នកដែលថ្វាយទៅព្រះអង្គសង្ឃឹមថាព្រះអង្គប្រទានមកថ្វាយព្រះអង្គប្រទានមកដល់ព្រះអង្គក្រប្រទានមកអ្នកនឹងឯងរត់ចោលព្រះអង្គអ្នកនឹងឯងស្អប់ព្រះអង្គពេលខ្លះយើងឲ្យហើយយើងចង់បានមកវិញយើងថ្វាយយើងឲ្យហើយយើងចេះតែចង់បានមកវិញហេតុអីពីព្រោះយើងខ្លាចខ្វះនៅក្នុងគម្ពីរម៉ាថាយចំពុក6ខ24ដល់34គម្ពីរចែងអំពីសត្វស្លាបហើយនឹងផ្កាឈូកព្រះអង្គមានបន្ទូលអំពីជីវិតយើងទាំងអស់គ្នាព្រះអង្គថាកុំឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអំពីជីវិតថាតើនឹងត្រូវបរិភោគអ្វីរូបកាយថាតើនឹងត្រូវស្លៀកពាក់អ្វីនោះឡើយចូលរំពឹងមើលឲ្យគិតអំពីសត្វស្លាបដែលវាហើរនៅលើអាកាសចូលរំពឹងមើលអំពីផ្កាឈូកដែលដុះនៅក្នុងបឹងពួកគេមិនដែលស្រាវរវៃមិនដែលធ្វើការនឿយហត់មិនដែលមានជង្រុកមិនដែលចូលកាត់ផងប៉ុន្តែព្រះវរបិតាដែលគង់នៅឋានសួគ៌ព្រះអង្គគត់គង់ឲ្យគេលើសជាងអ្វីទាំងអស់ទោះបីជាលួងសាឡូមោនដែលមានគ្រប់ទាំងប្រាជ្ញាលួងសាឡូមោនដែលមានគ្រប់ទាំងសេរីរុងរឿងក៏មិនបានពាក់អង្គទ្រង់ឲ្យស្មើនឹងផ្កាឈូកក្នុងបឹងនេះផងបងប្អូនឃើញព្រះអង្គបង្រៀនច្បាស់ទេពីការគត់គង់មានពេលដែលបងប្អូនត្រូវការមួយណាដែលព្រះអង្គមិនគត់គង់ប៉ុន្តែដើម្បីឲ្យយើងបានទទួលប្រពោព្រះអង្គបន្ថែមហើយបន្ថែមទៀតចូលរៀនថ្វាយដោយសទ្ធាមានក្មេងប្រុសម្នាក់ឈ្មោះជីមីគាត់ឪពុកគាត់ស្លាប់ម្ដាយក៏របៀបពិការដែលពិបាកក្នុងការរលួយចិញ្ចឹមគាត់ហើយនឹងប្អូនស្រីរបស់គាត់គឺអាយុ6ឆ្នាំឪពុកស្លាប់ទៅទិលតោលខ្លាយទៅជាកុមារកំព្រាគាត់អស់សង្ឃឹមហើយគាត់នឹកឃើញព្រះដែលបង្កើតមនុស្សមកទៅសេសម្បត្តិមួយសេសម្បត្តិថាបងអើយទូបង្គំឈ្មោះជីមីអាយុ6ឆ្នាំឪពុកទូបង្គំទៅតែស្លាប់ទៅម្ដាយទូបង្គំរបៀបពិការផងហើយទូគាត់ពិបាកក្នុងការរលុយចិញ្ចឹមទូបង្គំហើយនឹងប្អូនស្រីទូបង្គំសូមទងប្រទានឲ្យទូបង្គំបាន$500បានឬអត់ទៅសេហើយបាត់ចូលក្នុងសមុទ្រហើយការក្នុងសមុទ្រធម្មតាសមុទ្រវាមាន to ទៅកាន់អ្នកណាហើយមាន from ពីអ្នកណាខាងឆ្វេងដៃខាងលើទៅសេទៅកាន់អ្នកណាគាត់មិននឹងមានអាស័យដ្ឋានណាព្រះអង្គមិននឹងមានអាស័យដ្ឋានប្រមាណក៏ដាក់ to God ទៅកាន់ព្រះអត់មានអាស័យដ្ឋានហើយខាងក្រោមដាក់ឈ្មោះគាត់ from Jimmy អាស័យដ្ឋានគាត់តលាក់នៅប្រៃសណីហើយធម្មតាប្រៃសណីដើម្បីបញ្ជូនសម្បត្តិបន្តគេត្រូវការអាស័យដ្ឋានបើកមើលសម្បត្តិទាំងអស់ឃើញសម្បត្តិមួយអត់មានអាស័យដ្ឋានយកមកមើលទៅកាន់ព្រះហើយពិភាក្សាគ្នាឥឡូវយើងបើកមើលត្មងអត់មានអាស័យដ្ឋានត្រូវផ្ញើបើកមើលឃើញជីមីទៅសេថាបងអើយទូបង្គំឈ្មោះជីមីអាយុ6ឆ្នាំឪពុកទូបង្គំស្លាប់ម្ដាយទូបង្គំពិការដែលពិបាករលុយចិញ្ចឹមកូនទូបង្គំហើយនឹងប្អូនស្រីទូបង្គំសូមបងប្រទានឲ្យ$500បងប៉ះពលចិត្តបុគ្គលិកប្រៃសណីនឹងរៃលុយគ្នាបាន$300ដាក់ក្នុងស្រោមសម្បត្តិផ្ញើទៅអាស័យដ្ឋានដែលគាត់ទៅសេនៅក្នុងសមុទ្រនឹងវិញលុយក៏ទៅដល់ជីមីបើកឡើងអរគុណព្រះអង្គបើកឡើងឃើញ$300ហើយក៏សេសម្បត្តិមួយទៅអរគុណព្រះអង្គបងអើយទូបង្គំអរគុណព្រះអង្គដែលព្រះអង្គប្រទានឲ្យកូនបាន$300ហើយទូបង្គំដូចខ្វះ$200ទៀតទូបង្គំសុំ500ថ្ងៃក្រោយពេលដែលព្រះអង្គចង់ប្រទានពរឲ្យទូបង្គំបានលុយសូមកុំផ្ញើតាមប្រៃសណីអីផ្ញើdirect មកផ្ទះទូបង្គំមកព្រះអង្គឯងឃើញទេផ្ញើតាមប្រៃសណីគេកាត់ទូបង្គំអស់$200ហើយតាមពេត300នឹងលុយប្រៃសណីបុគ្គលិកប្រៃសណីដែលសេចក្តីស្រឡាញ់ដែលគេចង់ជួយថ្ងៃក្រោយកុំផ្ញើតាមប្រៃសណីអីទៀតផ្ញើ direct មកផ្ទះទូបង្គំមកទូបង្គំទៅសេអាស័យដ្ឋានច្បាស់ណាបងទៅផ្ញើមក500នៅ500អត់មានអ្នកណាហ៊ានកាត់ភាគរយទេឥឡូវបាត់អស់200បងបាត់អស់200ថ្
vai đôi sát thi phơ đôi sát thi kích đôi sát thi bàn mọc đôi sát thi amen trong đó tí 7ធ្វើម៉េចឲ្យយើងថ្វាយត្រូវព្រះハរតីរបស់ផងព្រះថ្វាយដោយអំណរថ្វាយដោយអំណរបងប្អូនមើលជាមួយខ្ញុំឡើងវិញនៅកូរិនថូសខ្សែទី 2 ជំពូក 9 ដដែលខ្ញុំអានខ 7 ចូលឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះមិនមែនដោយស្ដាយឬដោយបង្ខំឡើយត្បិតព្រះទ្រង់ស្រឡាញ់ដល់អស់អ្នកណាដែលថ្វាយដោយអំណរយើងមើលភាសាអង់គ្លេស give with a smile on your face ថ្វាយដោយទឹកមុខញញឹមថ្វាយដោយទឹកមុខញញឹមនេះត្រូវប្រយ័ត្នផងអ្នកខ្លះប្រកែធ្វើទឹកមុខណាស់ទឹកមុខញញឹមប៉ុន្តែចិត្តមានគំនុំអានឹងក៏ព្រះអង្គមិនសពបាតីដែរញញឹមតែទឹកមុខប៉ុន្តែចិត្តនេះថ្វាយមិនអស់អំពីចិត្តថ្វាយដោយអត់មានអំណរថ្វាយដោយខឹងព្រះអង្គមិនសពហតីនឹងដង្វាយបែបនេះទេបងប្អូនអើយមានការជាច្រើនដែលយើងអាចអរគុណព្រះបានហើយក៏មានការជាច្រើនដែលយើងអាចធ្វើអាចថ្វាយដោយអំណរទៅព្រះជាម្ចាស់បានបើសិនជាយើងដឹងថាអ្នកណាជាអ្នកបង្កើតយើងមកបើសិនជាយើងដឹងថាយើងមកពីអ្នកណាបើសិនជាយើងដឹងថាអ្វីដែលយើងមានជារបស់អ្នកណានោះយើងមិនខ្លាចនឹងថ្វាយដោយអំណរទេពេលខ្លះយើងថ្វាយដោយអត់អំណរពីព្រោះយើងតែងតែគិតថាខ្វះហើយយើងអត់ដឹងអំពីអត្តសញ្ញាណរបស់ផងយើងអត់ដឹងថារបស់ដែលយើងមានជារបស់អ្នកណាបើសិនជាបងប្អូនឲ្យលុយទៅកូនបងប្អូនជាឪពុកតែថ្ងៃនេះខ្ញុំឲ្យលុយទៅកូនខ្ញុំរៀងរាល់ថ្ងៃឲ្យគាត់ទិញអីដើម្បីហូបនៅសាលារៀនហើយគាត់សន្សំកន្លែងពេលខ្លះ 2-3 ខែក្រោយមកទៅហាងអ៊ីអនជាមួយគាត់ខ្ញុំភ្លេចយកលុយទៅគាត់មានលុយនៅកប៉ៅប្រហែលជា$10ខ្ញុំខ្ចីសិនប៊ីលីប៉ាខ្ចី5រៀលសិនមកទិញអាយស្គ្រីម no អត់ឲ្យដឹងហេតុអីបានគាត់មិនឲ្យយើងខ្ចីទេដឹងហេតុអីបានគាត់មិនឲ្យយើងវិញទេពីព្រោះគាត់គិតថាលុយនឹងលុយគាត់ប៉ុន្តែបើគាត់គិតថាលុយនឹងបើគាត់គិតឲ្យដឹងថាលុយនឹងបានមកពីប៉ាគាត់មិនពិបាកនឹងឲ្យទៅវិញទេគ្រីស្ទបរិស័ទជាច្រើនយ៉ាងដូចនោះឯងមានលុយដាក់កប៉ៅច្រើនលុយដាក់ធនាគារច្រើនមានដីមានអគារច្រើនមានអ្វីច្រើនពិបាកណាស់ក្នុងការថ្វាយទៅព្រះអង្គដោយអំណរមូលហេតុអីមូលហេតុគេគិតថារបស់នឹងជារបស់គេមិនបានគិតថារបស់នឹងមកពីព្រះអង្គអស់លោកបងប្អូនហើយនេះខ្ញុំត្រូវពិចារណាចំណុចហ្នឹងដែលព្រះអង្គទ្រង់សពហតីនឹងប្រទានពរដល់យើងពីព្រោះយើងថ្វាយដោយអំណរហើយយើងដឹងថារបស់ទាំងអស់ជារបស់ព្រះអង្គមិនមែនជារបស់ផងយើងទេរបស់ទាំងអស់ជារបស់ព្រះអង្គរាប់បញ្ចូលទាំងរូបកាយបងប្អូនក៏ជារបស់ព្រះអង្គដែរមិនត្រឹមតែប៉ុណ្ណោះសោតព្រលឹងវិញ្ញាណបងប្អូនក៏ជារបស់ព្រះអង្គហើយព្រលឹងវិញ្ញាណនឹងឯងត្រូវទៅជួបព្រះអង្គវិញហើយបើយើងត្រូវទៅជួបព្រះអង្គវិញតើយើងគួរដោះស្រាយដង្វាយដែលយើងមានលុយដែលយើងមានទ្រព្យសម្បត្តិដែលយើងមាននៅលើផែនដីដោយរបៀបណាគួរកំណាញ់គួរមិនថ្វាយគួររិះបើយើងដឹងច្បាស់ថាជារបស់ព្រះអង្គមិនពិបាកអីថ្វាយទៅព្រះអង្គប៉ុន្តែបញ្ហាដែលបងប្អូនអត់ហ៊ានថ្វាយពីព្រោះអត់ដឹងថារបស់នោះជារបស់ព្រះអង្គហើយបើបងប្អូនអត់ដឹងថារបស់នោះជារបស់ព្រះអង្គវោហើយមួយទៀតយើងមិនត្រូវថ្វាយពីសំណល់យើងទេបងប្អូនមើលនៅក្នុងគម្ពីរលូកាចំពុក21ខ1ដល់ខ4ដែលយើងបានអានអាមាញ់មិញស្ត្រីមីម៉ាយក៏ថ្វាយពីរបស់ដែលគាត់មានប្រមាណថ្វាយទៅបងទាំងអស់ប៉ុន្តែមានអ្នកមានជាច្រើនគេថ្វាយពីរបស់សំណល់ហើយព្រះអង្គអត់សពព្រះハរតីទេថ្វាយពីរបស់សំណល់ព្រះអង្គមិនសពព្រះハរតីទេបងប្អូនអើយព្រះជាម្ចាស់ព្រះអង្គទ្រង់បង្កើតព្រះអាទិត្យមកព្រះអាទិត្យហ៊ានថ្វាយទៅព្រះអង្គព្រះអាទិត្យវាថ្វាយកម្ដៅនឹងដើម្បីបំភ្លឺសត្វលោកព្រះអង្គទ្រង់បានបង្កើតលោកខែមកលោកខែវាហ៊ានថ្វាយមកចំណែកទៅព្រះអង្គ
បំភ្លឺសត្វលោកនៅពេលយប់ព្រះអង្គទ្រង់បង្កើតខ្យល់មកខ្យល់វារៀនថ្វាយទៅព្រះអង្គវាឲ្យមនុស្សដកដង្ហើមចេញចូលវាមានចំណែកព្រះអង្គទ្រង់បង្កើតដីមកដីវាមានចំណែកថ្វាយទៅព្រះអង្គមនុស្សយើងដើរជន់មនុស្សយើងប្រើប្រាស់ធ្វើផ្ទះធ្វើអ្វីផ្សេងដាំដំណាំផ្សេងវាមានចំណែកថ្វាយទៅព្រះអង្គទ្រង់បង្កើតរុក្ខជាតិមកវារៀនថ្វាយទៅព្រះអង្គចាស់តែនិយាយថាផ្កានឹងផ្កាថ្វាយព្រះផ្កាថ្វាយព្រះដើមឈើដែលបងប្អូនដាំដំបងផ្កាដំបងភិកច្រើនអត់មានភិកច្រើនអីទាំងអស់អត់មានផ្លែទេពីព្រោះវាផ្កាថ្វាយព្រះជាដំបងហើយបើព្រះអង្គបង្កើតលោកខែបង្កើតព្រះអាទិត្យបង្កើតខ្យល់បង្កើតរុក្ខជាតិបង្កើតដីមកវាមានចំណែកថ្វាយទៅព្រះអង្គហើយយើងជាមនុស្សតើមានអីថ្វាយទៅព្រះអង្គដែលយើងត្រូវបានបង្កើតមកពិសេសជាងរបស់ទាំងអស់ហ្នឹងតើយើងមានអីថ្វាយទៅព្រះអង្គតើយើងហ៊ានថ្វាយទៅព្រះអង្គទេដើម្បីឲ្យយើងបានទទួលប្រពោព្រះអង្គថ្វាយឲ្យបានគប់ប្រហាត់ទៅព្រះអង្គទី1ថ្វាយដោយលះបង់ទី2ថ្វាយដោយសទ្ធាហើយទី3ថ្វាយដោយអំណរសូមអធិដ្ឋានបិតាដែលគង់នៅឋានសួគ៌គុណអរគុណព្រះជាម្ចាស់នៅថ្ងៃនេះដែលគុណមានឱកាសសិក្សាព្រះបន្ទូលព្រះអង្គតាក់ទងទៅលើដង្វាយដែលត្រូវថ្វាយទៅព្រះអង្គព្រះអង្គអើយកន្លងមកពេលខ្លះគុណថ្វាយខ្វះពេលខ្លះគុណថ្វាយដោយពុំបានត្រូវតាមបហាតីព្រះអង្គក៏សូមព្រះអង្គទ្រង់បានអត់ទោសឲ្យកូនហើយជួយទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យបានរៀនថ្វាយត្រូវបហាតីព្រះអង្គពីព្រោះទូលបង្គំយើងខ្ញុំទាំងអស់គ្នាត្រូវការព្រះពរមកពីព្រះអង្គគុណអរគុណព្រះជាម្ចាស់គុណទូលថ្វាយមេរៀននៅថ្ងៃនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន